ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលនេះវិទ្យុព័ត៌មាន Friend FM សូមជូនព័ត៌មានខ្លីជំរាបជូនព័ត៌មានខ្លីដោយជុនរ៉ាមីអាជ្ញាធរថៃបញ្ជូនសពបុរសម្នាក់ដែលស្លាប់ដោយជួបគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង 19:55 នាទីនៅចំណុចច្រកទ្វារតំបន់បឹងត្រកួនមានក្រុមទំនាក់ទំនងកម្ពុជាថៃបានបញ្ជូនសាកសពខ្មែរម្នាក់មានឈ្មោះឡុងឡាយភេទស្រីអាយុ47ឆ្នាំរស់នៅភូមិអូអំបិលសង្កាត់អូអំបិលក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យប្រភពព័ត៌មានបានដឹងថាសាកសពនេះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចស្រុកកាពេលខេត្តស្រះកែវនៅថ្ងៃទី 14 ខែឧសភា 2015 វេលាម៉ោង 7 ព្រឹកបច្ចុប្បន្នសពជនរងគ្រោះត្រូវបានបញ្ជូនទៅឲ្យបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ